vàជំរាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញត្រួសតាក់ទងជាមួយនឹងការតាក់តែងដើមបដំណាំទ្រាប់មិនថាទ្រាប់ស្រួយទ្រាប់វែងទ្រាប់អីទេឲ្យតែទ្រាប់ដូចគ្នាទេអញ្ចឹងការតាក់តែងវាមានសារៈសំខាន់សម្រាប់បងប្អូនទី1យើងការពារបាននៅពពួកសត្វល្អិតចង្រៃដោយពពួករុយសដោយពពួកមីខៀវពពួកកដាំដែលវាចូលចិត្តចូលស៊ីដំណាំទ្រាប់ហើយការស៊ីរបស់វានេះវាចូលទៅមើលទៅជក់ស្រូបរូបខារស់ហើយវាចម្លងវ៉ៃរុសជំងឺវ៉ៃរុសចូលនៅក្នុងដំណាំអញ្ចឹងបាទយើងចេះតែការពារពពួកប្រភេទអស់នេះហើយដើម្បីការពារវាបានឲ្យងាយស្រួលយើងត្រូវការតាក់តែងដើមតាក់តែងមែកធាងរបស់វាដែរដើម្បីកាត់បន្ថយជំរងទី1បងប្អូនត្រូវកាត់ស្លឹកនៅជើងក្រោមចេញឬក៏យើងអាចប្រឡេះក៏បានដែរដូចក្នុងវីដេអូដែលខ្ញុំកំពុងបង្ហាញនេះយើងប្រឡេះវាច្រើនមកឲ្យវាលមកព្រោះដំណាក់កាលនេះយើងត្រូវការឲ្យវាវាលដើម្បីឲ្យសារធាតុចិញ្ចឹមអីផ្សេងវាទៅជួយផ្លែជួយផ្កាហើយដើមរបស់វាហ្នឹងបើវាលូតឲ្យវាលូតទៅលើថែមទៀតចំពោះតែដើមមេធំទេហើយអាក្តៀងតូចតាចនៅខាងក្រោមហ្នឹងវាអត់សូវផ្លែទេអញ្ចឹងយើងក្តិចវាចោលទៅហើយយើងអាចទុកមួយដើម2ឬក៏3ឬក៏4តាមមើលស្ថានភាពដើមដែលល្អហើយបងប្អូនមើលនៅក្នុងវីដេអូនេះឃើញគល់ចាស់នេះដោយសារដាំមួយឆ្នាំជាងហើយយើងដាំមួយឆ្នាំជាងហើយយើងបេះផ្លែហើយមួយសាហើយយើងកាប់ដើមចាស់ចោលហើយយើងដាក់ជីដាក់ទឹកយកក្តៀងថ្មីបងប្អូនឃើញនៅក្នុងវីដេអូនេះសកលចាស់ហើយអញ្ចឹងពេលដែលយើងចាប់ផ្ដើមចេញគល់ក្តៀងមកថ្មីយើងចាប់ផ្ដើមតាក់តែងឲ្យស្អាតអញ្ចឹងដើម្បីយើងអាចបេះផ្លែបេះអីបានល្អដូចកាលយើងដាំវគ្គដំបូងដែរហើយបើសិនជាបងប្អូនប្រើថ្នាំក៏ស្រួលដែរយើងបាញ់ថ្នាំវាងាយត្រូវទៅដើមដំណាំឬក៏វាងាយត្រូវពពួកសត្វល្អិតដោយសារតែស្រឡះយើងស្រួលបាញ់ថ្នាំហើយបាញ់ថ្នាំបងប្អូនអាចព្យាយាមបាញ់ជះពីក្រោមតិចណាបងប្អូនកុំប្រើថ្នាំបាញ់ពីលើសម្រុកពេកតែកាលណាបាញ់ពីលើសម្រុកពេកថ្ងៃនោះនេះវាអត់ត្រូវខាងក្រោមទេហើយសត្វល្អិតភាគច្រើនវានៅខាងក្រោមទាំងអស់វាអត់នៅខាងលើទេនៅខាងក្រោមស្លឹកណាបាទហើយតើតើមួយការប្រើប្រាស់ថ្នាំនេះបងប្អូនត្រូវប្រយ័ត្នដែរទៅតាមប្រភេទអញ្ចឹងដល់ពេលសត្វវាច្រើនជាតិសកម្មដើម្បីឲ្យវាត្រូវទៅតាមប្រភេទសត្វល្អិតណាយើងកុំចេះតែបាញ់ច្រើនមុខពេកព្រោះតើតើមួយសុវត្ថិភាពអ្នកប្រើប្រាស់ហើយសុវត្ថិភាពអ្នកហូបផងដែរអូខេខ្ញុំមានប៉ុណ្ណឹងទេអរគុណច្រើនមានចម្ងល់សាកសួរគ្នាបានអរគុណ